ចាស់មួយចំនួននៅពេលដែលគាត់ទៅចុះឈ្មោះជាដៃគូដឹកជញ្ជូន Grab ហើយក្រុមហ៊ុនតម្រូវឲ្យមាន Gmail ប៉ុន្តែគាត់អត់មាន Gmail ខ្លួនឯងទេគឺក្រុមហ៊ុនបង្កើតឲ្យអញ្ចឹងនៅពេលដែលក្រុមហ៊ុនបង្កើតឲ្យមួយចំនួនច្រើនដែលគាត់អត់ចាប់អារម្មណ៍ទៅលើ password អញ្ចឹងកុំភ្លេចនៅពេលដែលឲ្យក្រុមហ៊ុនបង្កើត Gmail នឹងហើយកត់យកនៅ password ទុកផងវាសំខាន់នៅពេលដែលបងប្អូនមិនប្រកាសថាបងប្អូនប្រើប្រាស់តែទូរស័ព្ទមួយនឹងអត់មានការផ្លាស់ប្ដូរទូរស័ព្ទទេទី1ទី2អាចបងប្អូនប្រើទូរស័ព្ទហ្នឹងទៅវាអាចបែកឬក៏ឆេះអេក្រង់បែកអេក្រង់អីហើយនឹងទី3អាចត្រូវតែភ្លៀងត្រូវអីខែរសាអញ្ចឹងទី4ឬក៏បងប្អូនចង់ដូរសេរីទូរស័ព្ទនិងទី5សម្រាប់បងប្អូនខ្លះគាត់អាចមានទូរស័ព្ទ2គាត់ចង់ login ចូលទូរស័ព្ទនេះទូរស័ព្ទ iPhone 1ឬក៏នៅពេលដែលគាត់ឈប់ login ចូលទូរស័ព្ទ iPhone គឺគាត់ចង់ login ចូលទូរស័ព្ទAndroid ម្ដងអញ្ចឹងគឺបញ្ហានៅពេលដែលគាត់ login ផ្សេងគ្នាអញ្ចឹងគឺវាទាមទារ password អញ្ចឹងគឺតើតែបងប្អូនចងចាំ password បើសិនជាបងប្អូនអត់ចងចាំ password ទេគឺបញ្ហាលំបាកគឺទាមទារឲ្យបងប្អូនទៅដល់ office អញ្ចឹងបើសិនជាទៅដល់ office ថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយនឹងថ្ងៃបុណ្យជាតិគឺក្រុមហ៊ុនអត់ធ្វើទេវាករណីមួយដោយបងប្រុសមួយគាត់ទៅនឹងចូលដឹកជញ្ជូននៅក្នុងក្រុមហ៊ុន Grab ទៅតែរយៈពេល2ខែអញ្ចឹងគឺខ្ញុំជួបគាត់នៅផ្លូវ598ល្ងាចមិញតែគាត់លុកអាវចេញហើយគាត់login ចូលវិញដល់ពេល login ចូលវិញអត់កើតដល់សារវាទាមទារ password ហើយគាត់អត់ចាំ password ហើយមានបងប្អូនអ្នកដឹកជញ្ជូន Grab ថ្មីច្រើនអ្នកទៀតក៏ធ្លាប់មកសួរខ្ញុំធ្លាប់ចាក់ទៅមកសួរខ្ញុំត្រង់ចំណុចហ្នឹងអញ្ចឹងខ្ញុំចង់រំលឹកនិងលើកទឹកចិត្តដល់បងប្អូនត្រង់ចំណុចនេះកុំភ្លេចបត់ Gmail ហើយនឹងលេខកូដឬ password នឹងទុកឲ្យបានត្រឹមត្រូវផងព្រោះកាលណាដែលបងប្អូនអត់ចាប់ទុកវាបញ្ហាដូចខ្ញុំបានរាយរាប់ពណ៌នាជូនបងប្អូននៅខាងដើមនៃវីដេអូអញ្ចឹងគឺវាអាចធ្វើឲ្យយើងពិបាកជាក់ស្ដែងខ្ញុំរាល់ថ្ងៃខ្ញុំប្រើទូរស័ព្ទ iPhone 1ហើយនឹង Android 1អញ្ចឹងខ្ញុំចង់លុបចូលទៅប្រើនៅលើទូរស័ព្ទមួយណាក៏បានដែរនៅពេលដែលជួនកាលទូរស័ព្ទAndroid របស់ខ្ញុំវាអត់ថ្មខ្ញុំ login ចូល iPhone បើសិនជា iPhone របស់ខ្ញុំអត់ថ្មខ្ញុំ login ចូលទៅក្នុង Android វិញហើយ Gmail របស់ខ្ញុំគឺមិនមែនក្រុមហ៊ុនគាត់បង្កើតឲ្យទេគឺខ្ញុំប្រើ Gmail លក្ខណៈ professional របស់ខ្ញុំដោយសារ Gmail របស់ខ្ញុំបង្កើតតាំងពី2015មកអញ្ចឹងបើសិនជាបងប្អូនចង់បង្កើតលក្ខណៈ Gmail ផ្ទាល់ខ្លួនឯងបែបលក្ខណៈ professional ឲ្យបានត្រឹមត្រូវ verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងនិងលេខទូរស័ព្ទរបស់យើងប្រើប្រាស់ឲ្យបានត្រឹមត្រូវអាចចូលទៅមើលនៅក្នុង YouTube វាយអំពីរបៀបនៃការដែលបង្កើត Gmail ឬក៏ how to create account Gmail នោះបងប្អូននឹងមានបងយើងគាត់ចែករំលែកច្រើនតាក់ទងត្រង់ចំណុចហ្នឹងអញ្ចឹងកុំភ្លេចចុងក្រោយកត់ Gmail ហើយនឹង password ទុកឲ្យបានត្រឹមត្រូវការពារនៅពេលដែលយើងចង់ login log out ចូលនៅពេលក្រោយកុំឲ្យពិបាកអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាចាប់អារម្មណ៍ឲ្យចូលចិត្តកុំភ្លេច like share វីដេអូនេះឲ្យបានច្រើនដើម្បីចែករំលែកទៅដល់បងប្អូនយើងអ្នកដែលមិនទាន់បានដឹងឬក៏បានឃើញឲ្យគាត់បានឃើញហើយនឹងគាត់បានយល់ដឹងអំពីចំណុច